បច្ចុប្បន្ននេះ Facebook បានក្លាយជាវេទិកាផ្សាយព័ត៌មានយ៉ាងសេរីមួយសម្រាប់មហាជនខ្មែរដូចជាពួកគេអាចបង្ហោះដំណឹងរូបភាពនិងវីដេអូផ្សេងៗបានយ៉ាងលឿនរហ័សក៏ប៉ុន្តែរូបភាពនិងវីដេអូទាំងនោះត្រូវបានគេបង្ហោះឡើងដោយលាយឡំជាមួយនឹងរូបភាពហិង្សាឬអាហារមិនមានការបិទបាំងមុខជនរងគ្រោះដែលវាផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាននិងអាចប៉ះពាល់ដល់សីលធម៌សង្គមដូច្នេះតើគេគួរកម្រិតសេរីភាពរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ក្នុងការបង្ហោះរូបភាពហិង្សានិងអាហារបែបនេះដែរឬទេមកមានវិធានការឬក៏មានសិទ្ធិអ្វីទេនៅក្នុងការគ្រប់គ្រងប្រធានបទនេះនឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងកម្មវិធីវេអ្នកដោយមានវិក្កាមចូលរួមពិភាក្សាចំនួន3រូបគឺបើយើងប្រើក្នុងផ្លូវល្អទាំងអស់គ្នាឯកឧត្តមអ៊ុកកំសេងទីប្រឹក្សាក្រសួងព័ត៌មាននិងជាអគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជាវិក្កាមទី2គឺលោកយ៉ងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពមួយដែលមិនគប្បីគេចង់ឲ្យអ្នកដទៃដឹងឮណាស់ហើយវិក្កាមទី3គឺលោកមេធាវីហំភាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាយករូបអីមកផុសទៅគាត់ដល់ពេលបណ្ដឹងគាត់ក៏អត់មានទោសដែរសូមរងចាំទស្សនាកម្មវិធីវេអ្នកឬ Your Turn នៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃច័ន្ទទី1ធ្នូនេះវេលាម៉ោង 5:15 នាទីល្ងាចនិងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN អន្តរជាតិផងដែរសូមចែករំលែកគំនិតរបស់អ្នកនៅទីនេះជាមួយនឹង Your Turnក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife នឹងជួយការពារអនាគតគ្រួសារអ្នកចាសសូមជម្រាបសួរនិងសូមស្វាគមន៍ទស្សនិកជនមកកាន់កម្មវិធីតុកមូល Your Turn ឬវេអ្នកយើងចូលមកដល់សប្តាហ៍ថ្មីហើយទស្សនិកជនតែងតែដឹងហើយថាកម្មវិធីវេអ្នកគឺជាកម្មវិធីពិភាក្សាតុកមូលស៊ីជម្រៅទៅលើប្រធានបទតាក់ទងទៅនឹងសង្គមសេដ្ឋកិច្ចនិងនយោបាយដោយមាននាងខ្ញុំអង្គការសភាជាអ្នកសម្របសម្រួលចានិងនាងខ្ញុំកងកល្យានសូមថ្លែងអំណរគុណដល់លោកនាងដែលកំពុងតែរងចាំទស្សនាកម្មវិធីវេអ្នកឬ Your Turn នៅលើកញ្ចក់ទូរទស្សន៍ CTN លោកនាងមួយចំនួនធំប្រហែលជាស្គាល់ហៅថា Facebook គឺជាគេហទំព័រដ៏ទំនើបមួយហើយដែលភាគច្រើនគេហៅថាគឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ទំនើបនៅក្នុងពិភពលោកហើយនៅបរទេសគឺគេប្រើប្រាស់បណ្ដាញសង្គម Facebook នេះដើម្បីធ្វើការទំនាក់ទំនងនិងការផ្តល់ព័ត៌មានរវាងគ្នានឹងគ្នានៅលើពិភពលោកនៅប្រទេសកម្ពុជាគឺមានអ្នកប្រើប្រាស់រហូតទៅដល់ជាង1លានអ្នកហើយបើតាមការស្រាវជ្រាវនៅក្នុងឆ្នាំ2014នេះក៏ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនយល់ឃើញថា Facebook គឺមានប្រយោជន៍ដោយសារតែអាចផ្ដល់ព័ត៌មានទៅវិញទៅមករវាងគ្នានឹងគ្នាហើយក៏ប៉ុន្តែមួយចំនួនទៀតបានលើកឡើងថាគឺមិនល្អនោះទេនៅថ្ងៃនេះយើងនឹងលើកយកនៅប្រធានបទមួយតាក់ទងទៅនឹងបណ្ដាញទំនាក់ទំនង Facebook នេះយើងសួរថាតើគួរតែកម្រិតសេរីភាពនៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook ចំពោះអ្នកប្រើប្រាស់យ៉ាងដូចម្តេចនៅក្នុងការបង្ហោះរូបភាពហិង្សានិងអាហារចាដើម្បីបកស្រាយនៅវិធានបទដ៏ចម្រូងចម្រាសឬក៏រសើបនេះយើងអញ្ជើញវាគ្មិនចំនួន3រូបដែលមកពីស្ថាប័នផ្សេងគ្នាទាំងផ្នែកច្បាប់ទាំងផ្នែករដ្ឋាភិបាលក៏ដូចជាអ្នកវិភាគសង្គមដោយវាគ្មិនទី1គឺអាយដាមអ៊ុកកំសេងជាទីប្រឹក្សាក្រសួងព័ត៌មានអាយដាមបានធ្វើការងារជាទីប្រឹក្សាក្រសួងព័ត៌មាននេះហើយនឹងជាអគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅឆ្នាំ2004អាយដាមបានក្លាយជាទីប្រឹក្សានៃក្រសួងព័ត៌មានឆ្នាំ2008អាយដាមបានបញ្ចប់ជំនាញព័ត៌មានវិទ្យាការងារទូរទស្សន៍នៅសហព័ន្ធអាល្លឺម៉ង់ហើយរហូតដល់ឆ្នាំ2010អាយដាមក៏បានក្លាយទៅជាអគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជានៃក្រសួងព័ត៌មានវាគ្មិនទី2របស់យើងគឺលោកយ៉ងកំឯងលោកគឺជាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពដែលធ្វើការតស៊ូមតិដើម្បីសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនិងកិច្ចការងារយុវជនសូមជម្រាបជូនផងដែរថាលោកបានបម្រើការងារនៅក្នុងស្ថាប័នខាងលើនេះជាង22ឆ្នាំមកហើយ
លោកកំឯងគឺបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ1995និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅវិទ្យាស្ថានអន្តរជាតិកម្ពុជាដែលហៅកាត់ថា IIC នៅក្នុងឆ្នាំ2005ហើយលោកក៏ជាអ្នកវិភាគសង្គមដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅកម្ពុជាដែរដើម្បីបកស្រាយនៅប្រធានបទនេះក៏យើងមិនភ្លេចដែរអ្នកច្បាប់យើងបានអញ្ជើញតំណាងមកពីគណៈមេធាវីគឺលោកមេធាវីហំភាដែលជាសមាជិកក្រុមការងារផ្សព្វផ្សាយច្បាប់ស្ដីពីការងាររបស់គណៈមេធាវីនៃប្រជាណាចក្រកម្ពុជាលោកធ្លាប់មានបទពិសោធន៍ការពារក្តីនៅតុលាការនានាក្នុងប្រជាណាចក្រកម្ពុជាជាច្រើនករណីដូចជាសំណុំរឿងព្រហ្មទណ្ឌរដ្ឋបវេនីពាណិជ្ជកម្មដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលនិងតុលាការលោកមេធាវីជាអតីតមន្ត្រីរាជការនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចន្លោះឆ្នាំ1999ដល់ឆ្នាំ2006ហើយក្រៅពីកិច្ចការប្រចាំថ្ងៃពីអាជីពមេធាវីលោកក៏បានចូលរួមយ៉ាងសកម្មនៅក្នុងការជួយផ្សព្វផ្សាយច្បាប់ដល់សាធារណជនតាមរយៈស្ថានីយ៍វិទ្យុនានាចាសសូមជម្រាបសួរបាទជំរាបសួរសូមថ្លែងអរគុណដល់វាគ្មិនដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការចូលរួមកិច្ចពិភាក្សាតុមូលរបស់យើងនេះហើយក៏មានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋទូទៅផងដែរដែលនឹងរងចាំស្ដាប់នៅកិច្ចពិភាក្សារបស់យើងតាក់ទងទៅនឹងប្រធានបទមុនយើងទៅដល់សំណួរទាំងឡាយដែលនឹងអាចជជែកសួរឲ្យស៊ីជម្រៅបន្តិចទៀតនេះខ្ញុំសូមអញ្ជើញវាគ្មិនរួមទាំងទូរទស្សនិកជនទាំងអស់ទស្សនានៅបទយកការមួយដែលយើងបានរៀបចំទុកកាលពីពេលមុនមហាជនខ្មែរអាចទទួលដំណឹងផ្សេងៗតាមរយៈកាសែតទស្សនាវដ្តីវិទ្យុនិងទូរទស្សន៍ដែលដំណឹងទាំងនោះត្រូវបានរាយការណ៍ដោយអ្នកយកព័ត៌មានតែបច្ចុប្បន្ននេះដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យាមហាជនមួយចំនួនហាក់ដូចជាកំពុងតែដើរតួនាទីជាអ្នកព័ត៌មានក្រៅផ្លូវការតាមរយៈការចែករំលែកនិងផ្ដល់ដំណឹងផ្សេងៗជាលាយលក្ខណ៍អក្សរជាវីដេអូឃ្លីបជារូបភាពនៅលើបណ្ដាញសង្គមនានាជាពិសេសបណ្ដាញសង្គម Facebook ដែលល្បីជាងគេនៅលើពិភពលោកក្នុងនោះមាននៅកម្ពុជាផងដែរក៏ប៉ុន្តែព័ត៌មានខ្លះនៅលើបណ្ដាញសង្គមទាំងនេះមិនមានលក្ខណៈវិជ្ជាជីវៈនោះទេ Facebook មិនមែនជាសារព័ត៌មានអាជីពទេ Facebook គឺជាការផ្លាស់ប្ដូរជាការផ្ដល់ជាដំណឹងមិនមែនជាអ្នកអាជីពផ្នែកសារព័ត៌មានដែលលោកផ្ដល់ឲ្យទេលើកលែងតែករណីមួយដែលមានអ្នកសារព័ត៌មានលោកបានចូលរួមជាមួយហើយលោកចង់ចែករំលែកប៉ុន្តែជាទូទៅគឺសាធារណជននរណាក៏អាចលេងបានដែររហូតដល់ពេលឥឡូវនេះគេហៅសាធារណជនដែលលេង Facebook គេហៅថាជាអ្នកកាសែតមហាជនប៉ុន្តែមិនមែនជាអាជីពទេមានន័យថាគាត់ផ្ដល់ស្អីក៏គាត់ផ្ដល់បានដែរគាត់ចេះតែផ្ដល់ជាដំណឹងជាអីហោហែអញ្ចឹងប៉ុន្តែដែលបញ្ហាសំណួរមិញហ្នឹងគឺជារឿងសំខាន់ដែលគាត់ប្រើទៅវាខុសគោលដៅដែលគេចង់បានជាទូទៅដោយសារតែអ្នកប្រើប្រាស់មានសេរីភាពដោយគ្មានដែនកំណត់ដូចអ្នកខ្លះឈានទៅដល់ការបង្ហោះរូបភាពហិង្សាជាច្រើនដូចជារូបភាពកាប់សម្លាប់យ៉ាងឃោរឃៅដោយមិនមានបិទបាំងអ្វីសោះរូបភាពគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់និងរូបភាពអាភិះអាក្រាតរបស់អ្នកដទៃចំណោទសួរមួយលើកឡើងថាតើការបង្ហោះរូបភាពអកុសលហិង្សានិងអាភិះផ្សេងៗទាំងនេះអាចជះឥទ្ធិពលអ្វីខ្លះដល់អ្នកប្រើប្រាស់សង្គម Facebook ថាបើសិនជាព័ត៌មាននេះគឺជាព័ត៌មានល្អវាគឺជាផលប្រយោជន៍សម្រាប់សង្គមមានន័យថាពួកគាត់អាចបានទទួលព័ត៌មានឆាប់ហើយពួកគាត់អាចយកព័ត៌មាននោះមកប្រើប្រាស់សម្រាប់ការរស់នៅរបស់គាត់ប្រចាំថ្ងៃតែផ្ទុយទៅវិញបើសិនណាបើយើងប្រើប្រាស់ព័ត៌មានទីហោដូចជាការចែករំលែកនៅរូបភាពដូចជារូបភាពគ្រោះថ្នាក់ចរាចរណ៍រូបភាពអាភិះដែលខ្ញុំគិតថានេះគឺជាចំណុចមួយដែលអត់ល្អសម្រាប់សង្គមពីព្រោះថាវាភាពលឿនភាពចែករំលែកមានលក្ខណៈធំទូលាយនេះវាអាចមានភាពគ្រោះថ្នាក់ដែលវាអាចប៉ះពាល់ទៅដល់សង្គមជាពិសេសបើសិនជាយើងនិយាយពីក្មេងៗវិញបើសិនបើគាត់បើក Facebook ពីព្រោះក្មេងៗឥឡូវគាត់ចេះប្រើ Facebook ហើយបើសិនជាគាត់បើក Facebook ទៅគាត់ឃើញរូបភាពអាភិអីផ្សេងៗហ្នឹងគឺគាត់អត់ចេះកំណត់កម្រិតខ្លួនគាត់ទេគឺគាត់ទទួលឥទ្ធិពលទាំងអស់ពីការចែករំលែកអស់ហ្នឹងបញ្ហានេះបច្ចុប្បន្នកំពុងតែក្លាយជាប្រធានបទដ៏ចម្រូងចម្រាសមួយមិនមែនមាននៅតែកម្ពុជានោះទេពិភពលោកទាំងមូលក៏កំពុងតែពិភាក្សាពីការកម្រិតសេរីភាពនិងសិលធម៌នៃការបង្ហោះរូបភាពនិងវីដេអូទាំងនោះផងដែរប៉ុន្តែមកដល់ពេលនេះខ្ញុំឃើញថាវាដូចជាយើងអត់ទាន់មានយន្តការណាមួយច្បាស់លាស់នៅក្នុងការកម្រិតនឹងទេវាផ្ទុយទៅវិញគឺខ្ញុំគិតថាវាគឺជាការលើកកម្ពស់ការយល់ដឹងនៃអ្នកប្រើប្រាស់
បណ្ដាញសង្គម Facebook នឹងទៅវិញទេដែលខ្ញុំគិតថាមនុស្សម្នាក់គាត់គួរតែយល់ពីផលលំបាករបស់វាហើយគាត់គួរតែធ្វើការកំណត់ខ្លួនឯងនៅក្នុងការប្រើប្រាស់បណ្ដាញ Facebook នោះមានន័យថាគាត់កំណត់ព្រំដែនខ្លួនឯងថាតើអ្វីដែលគាត់គួរធ្វើការចែករំលែកអ្វីដែលគាត់គួរមិនធ្វើការចែករំលែកខ្ញុំគិតថាការបង្ហោះរូបភាពអស់ទាំងនោះវាជាបញ្ហាមួយដែលគួរឲ្យបារម្ភហើយនឹងជាបញ្ហាមួយដែលវាមិនសូវល្អដោយសារតែពេលដែលយើងបង្ហោះហ្នឹងមិនមែនប្រជាជនមួយចំនួនទៅដែលឃើញព្រោះអីមានប្រជាជនច្រើនដែរដែលពួកគាត់ប្រើប្រាស់បណ្ដាញ Facebook ហ្នឹងហើយគាត់បានឃើញរូបភាពអញ្ចឹងពេលដែលគាត់ឃើញរូបភាពអញ្ចឹងអាចធ្វើឲ្យគាត់ប៉ះពាល់ដល់សតិអារម្មណ៍ហើយពេលខ្លះទៀតករណីដែលឧទាហរណ៍ថាមានម្នាក់មានបងប្អូនដែលគាត់ជួបប្រទះហេតុការណ៍អ្វីមួយដែលគេបានផុសនៅក្នុង Facebook ហ្នឹងអាចធ្វើឲ្យគាត់មានអារម្មណ៍មួយដែលអសរល្អហើយអាចធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនៅក្នុងហ្នឹងផងដែរច្បាប់យើងមិនអនុញ្ញាតឲ្យយើងផ្សព្វផ្សាយរូបដោយសេរីអត់ថាមានការត្រួតពិនិត្យអត់មានអីថាសម្រាប់បុគ្គលឯកជនផ្សាយលើប្រព័ន្ធ Facebook របស់ខ្លួនក៏ប៉ុន្តែបើយើងពិនិត្យមើលផ្នែកសិលធម៌ផ្នែកអីយើងបុគ្គលម្នាក់ត្រូវតែមានការភ្ញាក់រលឹកខ្លួនឯងតើយើងគួរផ្សាយរូបហ្នឹងឬមិនគួរផ្សាយតើវាប៉ះពាល់ដល់អ្នកដទៃឬទេតើការផ្សាយរបស់យើងនាំឲ្យអ្នកដទៃឈឺចាប់ឬក៏មានការប៉ះពាល់ផ្នែកផ្លូវអារម្មណ៍ដែរឬទេបងបទយកការបាញ់មិញបានបង្ហាញអំពីការយល់ដឹងជារួមមួយរបស់សាធារណជននិងអ្នកដែលធ្វើការនៅផ្នែកសារព័ត៌មាននេះខ្ញុំចង់ចាប់ផ្ដើមសំណួរសួរទៅកាន់វាគ្មិនទាំង3នៅសំណួរទី1ដោយតើវាគ្មិនយល់ថាការបង្ហោះរូបភាពហិង្សានិងអាហាភាសវាជាឥទ្ធិពលយ៉ាងដូចខ្លះដល់សង្គមចា៎សូមចាប់ផ្ដើមពីលោកយ៉ងកំឯងមកចា៎អរគុណច្រើនខ្ញុំសូមជម្រាបសួរដល់វាគ្មិនទាំងអស់ដែរបាទហើយនឹងវិធីក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងទីនេះក៏ដូចនៅក្នុងតាមគេដ្ឋានបាទបញ្ហាការបង្ហោះរូបភាពអាភាសឬក៏រូបភាពហិង្សាផ្សេងវាមានផលប៉ះពាល់ខ្លាំងណាស់បាទទៅដល់សង្គមបាទជាពិសេសគឺយុវវ័យក្មេងៗដូចវាគ្មិនបានលើកហើយបាទជាពិសេសគឺដូចអ្នកដែលប្រធានទីបាត់ម៉ងប្រព័ន្ធផ្សព្វផ្សាយហ្នឹងបាទបានលើកឡើងនឹងគឺជាបញ្ហាធំបាទបញ្ហាដែលយើងកំពុងតែគិតគូរកំពុងតែភាសាហ្នឹងគឺយើងផ្ដោតសំខាន់ដែរបាទកាលណាប៉ះពាល់ទៅដល់យុវវ័យគឺពាក់ព័ន្ធទៅដល់សិលធម៌សង្គមសិលធម៌សង្គមនេះសំខាន់បើសិនតែនៅក្នុងសង្គមមួយមនុស្សអត់សូវមានសិលធម៌ទេគឺការកសាងអនាគតសង្គមនោះប្រកាសជាជួបនៅបញ្ហាបាទហើយវាអាចប៉ះពាល់ទី1គឺពាក់ព័ន្ធនឹងសិលធម៌ហ្នឹងប៉ះពាល់ទី2គឺពាក់ព័ន្ធទៅដល់កិត្តិយសរបស់បុគ្គលផ្ទាល់ខ្លួនហើយកិត្តិយសរបស់ជាតិដែរបាទហើយបើសិនជាបញ្ហាត្រូវបានលើកឡើងវាពាក់ព័ន្ធទៅដល់កិត្តិយសរបស់បុគ្គលធ្វើឲ្យបុគ្គលនឹងបាក់មុខបាក់មាត់អាចនឹងធ្វើឲ្យបុគ្គលនឹងមានអារម្មណ៍មិនល្អសម្រាប់ការរស់នៅសម្រាប់ជីវភាពប្រចាំថ្ងៃសម្រាប់ការចេញមុខជាសាធារណៈរឿងប៉ះពាល់ទៅដល់សង្គមប៉ះពាល់ទៅដល់ជាតិទាំងមូលដែរបើសិនជាយើងបង្ហោះរូបភាពហិង្សារូបភាពអាភាសហ្នឹងវាពាក់ព័ន្ធនឹងជាតិមកថាហិង្សាមួយនៅក្នុងគ្រួសារខ្មែរមួយត្រូវបានគេបង្ហោះឬក៏សាកសពមួយដែលក្រាតហើយត្រូវបានគេបង្ហោះអានឹងគេវាតម្លៃថាពីសិលធម៌របស់ប្រជាពលរដ្ឋខ្មែរជាទូទៅនឹងមានកម្រិតទាបបាទនេះជាបញ្ហាសំខាន់ដែលផលប៉ះពាល់នឹងបាទហើយនឹងមានផលប៉ះពាល់ផ្សេងទៀតបាទពាក់ព័ន្ធនឹងផលប៉ះពាល់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ Facebook នោះដែរគឺវាអត់បានផ្ដល់មេរៀនល្អសម្រាប់សង្គមទាំងមូលទេផ្ទុយទៅវិញវាផ្ដល់នៅមេរៀនអវិជ្ជមានមេរៀនដែលសង្គមកំពុងតែមិនត្រូវការហើយកំពុងតែនំគ្នាដោះស្រាយបាទនេះជាបញ្ហាសំខាន់ក៏ប៉ុន្តែក្នុងនោះដែរយើងមិនមែនបានន័យថាការទៅជែកការពិភាក្សាហ្នឹងគឺឈានទៅរកការកម្រិតសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានដែលល្អទេបាទចា៎ជាការពិតណាស់នៅក្នុងសង្គមក៏ដូចជារដ្ឋាភិបាលគឺមានសេរីភាពគឺមានកាតព្វកិច្ចក្នុងការបើកសេរីភាពក្នុងការបើកសិទ្ធិឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យក៏ប៉ុន្តែក្នុងនោះក៏យើងត្រូវតែការពារកុំឲ្យមានរូបភាពអវិជ្ជមានដែលវាធ្វើឲ្យប៉ះពាល់ទៅដល់សង្គមធ្វើឲ្យប៉ះពាល់ទៅដល់បុគ្គលធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមគ្រួសារទាំងមូលខ្ញុំឧទាហរណ៍មួយរូបភាពឃើញនៅក្នុងគ្រួសារឪពុកម្ដាយជួនកាលឪពុកឬម្ដាយគាត់ស្លាប់មកទោសហើយគាត់ថតរូប
នឹងយកមកបង្ហោះបាទមែនទេណារូបទាំងអស់ហ្នឹងឃើញអនិច្ចាណាបាទហើយក៏វាមិនសមនឹងនេះដែរហើយលោកមីធីវីប្រហែលជានឹងបកស្រាយថាវាពាក្យពន្ធទៅដល់ពលរដ្ឋភាពបុគ្គលយ៉ាងម៉េចបាទចាបើទោះបីគាត់ចង់ប្រាប់ទៅមិត្តភក្តិបាទក្រុមគ្រួសារប៉ុន្តែគាត់អាចថតទៅជារូបថតជាអីដែលគេបានដាក់តាំងមានផ្កាមានអីជុំវិញហ្នឹងទៅបានហើយបាទហើយហេតុអីបានគាត់ថតបង្ហោះបាទហើយម្យ៉ាងវិញទៀតរូបភាពខ្លះចាប់រំលោភសម្លាប់អីហ្នឹងថតទាំងអាក្រាតយកមកដាក់បាទហើយខ្ញុំក៏ធ្លាប់ comment ទៅលើហ្នឹងដែរថាមិនគួរនឹងប្រើរូបភាពបែបនោះមកបង្ហោះនៅលើបណ្ដាញ Facebook នេះបាទខ្ញុំធ្លាប់មុននឹងចូលដល់ការឆ្លើយអំភ្លឺផ្នែកផ្លូវច្បាប់ខ្ញុំចង់សួរទៅអាយដាមអុកកំសេងសិនតកតងទៅនឹងថាអាយដាមជាតំណាងរបស់ក្រសួងព័ត៌មានដូច្នេះការគ្រប់គ្រង Facebook ក្រសួងព័ត៌មានមិនមានសិទ្ធិ 100% ឬក៏យ៉ាងណាខ្ញុំចង់ឲ្យអាយដាមបញ្យល់បន្តិចថាតើក្រសួងកន្លងមកមានវិធានការឬក៏មានសិទ្ធិអ្វីទេនៅក្នុងការគ្រប់គ្រង Facebook នេះចា៎ដំបូងខ្ញុំចង់សម្ដែងការអបអរសាទរមួយសិន CTN បានជ័យលាភីក្នុងការផ្សព្វផ្សាយដែលប្រកបទៅដោយក្រមសីលធម៌វាអាចពាក់ព័ន្ធនឹងរឿងនឹងដែរក៏ប៉ុន្តែខ្ញុំចង់ជម្រាបថាប្រព័ន្ធផ្សព្វផ្សាយវាមានលក្ខណៈពីរដែលខុសពីគ្នាទី1គឺជាមានចរិតបែបមហាជនចរិតមហាជននេះគឺឧទាហរណ៍ថាដូចជាព័ត៌មានតាមតុកាហ្វេព័ត៌មានតាមទីផ្សារតាមផ្លូវថ្នល់អញ្ចឹងចរិតបែបនេះគឺវាឆ្លុះបង្ហាញទៅលើប្រព័ន្ធ Facebook នឹងឯង blog ទៅលើលេខអ៊ីនធឺណិតនឹងឯងFacebook គឺជាប្រព័ន្ធបណ្ដាញផ្សព្វផ្សាយមួយដែលមានលក្ខណៈមហាជនកាលណាយើងនិយាយមហាជនហើយយើងមិនដឹងគ្រប់គ្រងមិនទេទៅផ្សារយើងឮគេថាអង្គុយតុកាហ្វេយើងឮគេនិយាយគេថាអញ្ចេះគេថាអញ្ចោះគេថាល្អមិនល្អពីអ្នកនេះអ្នកនោះអញ្ចឹងឡើយនេះមួយក៏ប៉ុន្តែបើប្រព័ន្ធដែលមានការគ្រប់គ្រងដោយច្បាប់ដូចជាសារព័ត៌មានដូចជា CTN ដូចជាតតកដូចជាសារព័ត៌មានបោះពុម្ពផ្សាយក៏ដូចគ្នាដែរអាហ្នឹងគេមានផ្លូវច្បាប់គេហៅអាជីពកាលណាអាជីពយើងមានច្បាប់មួយតម្រង់ផ្លូវរបស់គាត់យើងមានគោលការណ៍មួយដើម្បីឲ្យគាត់គោរពទាំងអស់គ្នាជាក្រមសីលធម៌ក្តីជាច្បាប់របស់រដ្ឋក្តីអញ្ចឹងឡើយហ្នឹងខាងក្រសួងព័ត៌មានក៏បានជជែកគ្នាផងដែរថាយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យមានវិធានការយ៉ាងណាជួយបន្ថយការផុសការផ្សព្វផ្សាយរូបភាពប្រើពាក្យសម្ដីអីដែលមិនសមរម្យដែលយើងគិតថាសង្គមខ្មែរមិនអាចទទួលយកបានពេលខ្លះសង្គមគេដទៃអាចទទួលយកបានតែសម្រាប់បរិបទស្រុកខ្មែរគឺមិនអាចទទួលយកបានអញ្ចឹងជារឿងមួយដែលយើងអាចគួរធ្វើដំបូងគឺនៅក្នុង Facebook វាមានលក្ខខណ្ឌរបស់គេមានលក្ខខណ្ឌជាសាធារណៈមានកម្រិតជាមិត្តភ័ក្តិនិងមិត្តភ័ក្តិមានកម្រិតជាក្រុមជាអីចឹងទៅអញ្ចឹងនៅពេលដែលយើងមិនចូលចិត្តឃើញរូបភាពដែលព្រៃផ្សៃឃើញស្អីដែលយើងមិនអាចទទួលយកបានយើងត្រូវកម្រិតរបស់យើងថាបើយើងចង់ប្រាប់ទៅគ្នាយើងកុំដាក់ក្នុង level សាធារណៈកាលណាសាធារណៈអ្នកណាក៏មើលឃើញដែរកាលណាអញ្ចឹងយើងត្រូវកំណត់ខ្លួនឯងដែរអ្នកដែលយើងមិនចូលចិត្តមើលអីវាថាតតែមិត្តភ័ក្តិស្គាល់គ្នាអញ្ចឹងយើងយកកម្រិតមិត្តភ័ក្តិទៅជាមួយមិត្តភ័ក្តិបានន័យថាយើងរាប់អានគ្នាអញ្ចឹងទៅរឿងអីកើតឡើងយើងមិនអាចឃើញស្អីដែលអាក្រក់ទេព្រោះអីមនុស្សដែលយើងស្គាល់គ្នានិយាយអីដែល share ចែករំលែកព័ត៌មានដែលល្អដែលសង្គមទទួលយកបានដែលច្បាប់អាចអនុញ្ញាតឲ្យប្រើបានអញ្ចឹងលក្ខណៈដែលលោកបាននិយាយបែបនេះគឺភាគច្រើនគឺនៅក្នុងកម្រិតសាធារណៈនឹងឯង public មិនដឹងជាពិភពពីណាមកបង្ហោះមកពីណាអីពីណាអញ្ចឹងចាក៏ប៉ុន្តែដោយសារតែសុំកាត់តិចដោយសារតែធម្មតាទេឥឡូវនេះបណ្ដាញវាកាន់តែទូលំទូលាយមានអ្នកដែលចង់បញ្ចូលយើងទៅជាមិត្តដើម្បីចែករំលែកព័ត៌មានផ្សេងក៏ប៉ុន្តែយើងមិនដឹងទេថាអ្នកនោះនឹងផុសរូបបែបនេះរូបអាក្រក់បែបនេះអញ្ចឹងជួនកាលក៏វាពិបាកនៅក្នុងការគ្រប់គ្រងដែរថាត្រូវជ្រើសរើសអ្នកណាមកធ្វើជាមិត្តនៅក្នុង Facebook ខ្ញុំចង់បញ្ជាក់កន្លែងនេះមែនទេយើងត្រូវមើលដែរថាអ្នកប្រើប្រាស់ទាំងអស់អានេះជាសារមួយសម្រាប់សាធារណជនថាបើយើងគិតថាឈ្មោះនរណាម្នាក់ដែលច្រើនតែប្រើរូបភាពប្រើសម្ដីដែលយើងគិតថាមិនអាចទទួលយកបានយើងប្លុកគាត់ចោលទៅគាត់យើងលែងឃើញរបស់គាត់ហើយតែអាដាមគិតថានេះគឺជាយន្តការដែលអាចទប់ស្កាត់បានឬក៏គួរតែដំបូងយើងត្រូវត្រួតពិនិត្យខ្លួនឯងបើយើងមើលខ្លួនឯងសិនថាបើយើងមិនពេញចិត្តអ្នកណាក៏ដោយបើយើងមិនពេញចិត្តយើងប្លុកថាឲ្យតែឈ្មោះម្នាក់នេះមកគឺគាត់តែងតែដាក់រូបអាភិសឬក៏ប្រើពាក្យដែលអសុរោះឬក៏
បង្ហាញពីអំពើហិង្សាឡាក់នឹងឡាក់អញ្ចឹងយើងខ្ទប់គាត់ចោលសិនយើងបន្ទុកគាត់ចោលសិនតែចំពោះវិធានការជាថ្នាក់ជាតិទៅណាយ៉ាងមុខទៀតទៅមុខទៀតនោះយើងនៅតែពិភាក្សាទេព្រោះយើងបាននិយាយឲ្យថាប្រព័ន្ធបណ្ដាញព័ត៌មានសង្គម Facebook នេះវាគ្រាន់តែជារឿងបញ្ហាតុកកាហ្វេអ្នកទៅផ្សារអ្នកតាមខ្នល់អីទេអញ្ចឹងมันអាចឥឡូវសួរថាយើងទៅគ្រប់គ្រងអ្នកនិយាយអីតាមផ្សារបានទេអ្នកតុកកាហ្វេគាត់ចង់និយាយអីនិយាយទៅព្រោះអីគាត់ទៅជ័យគាត់ឃើញអីគាត់ថាហ្នឹងឧទាហរណ៍ចឹងប៉ុន្តែយើងក៏គិតដែរគាត់ថាតើយើងត្រូវមានវិធានការវាម៉េចវិធានការនេះគឺដំបូងគឺយើងអំពាវនាវយើងចង់ឲ្យអ្នកប្រើប្រាស់ចេះត្រួតពិនិត្យខ្លួនឯងតែប៉ុណ្្នឹងឯងបើយើងមិនសប្បាយចិត្តជាមួយអ្នកណាមួយយើងប្លុកគាត់ចោលទៅបើទាំងអស់គ្នានាំគ្នាប្លុកចោលរាប់សែនរាប់ម៉ឺនរាប់លានអ្នកចឹងទៅយើងក៏លែងឃើញដែរក្នុងស្រុកខ្មែរក្នុង location ណាក្នុងភូមិសាស្ត្រស្រុកខ្មែរហ្នឹងគឺយើងអត់ឃើញដែរមកពីយើងនៅចង់មើលដែរពេលខ្លះអញ្ចឹងខ្ញុំគិតថាគួរបំផុសស្មារតីត្រួតពិនិត្យខ្លួនឯងជាមុនសិនបើចិត្តយើងបិទយើងលុបយើងបិទចោលចឹងទៅឥឡូវខ្ញុំចង់សួរទៅកាន់លោកមេធាវីហំភាបាទតើធ្លាប់មានករណីប្តឹងផ្តល់ណាមួយដែលគេផ្អែកទៅលើទិន្នន័យដែលយកពីបណ្ដាញទំនាក់ទំនង Facebook ដែរឬទេចា៎បាទខ្ញុំបាទមុននឹងឆ្លើយសំណួរខ្ញុំបាទសូមគោរពដល់បងប្អូនជនរួមជាតិដូចជាទូរទស្សនិកជនហើយដែលកំពុងតាមដានកម្មវិធីនេះខ្ញុំបាទរហូតមកដល់ពេលនេះខ្ញុំមានឃើញមានការបដិងផ្ដាល់ខ្លះដែរហើយថ្មីនេះតែម្ដងខ្ញុំឃើញព្រឹកមិញនេះឃើញមានកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយករណីដែលបដិងផ្ដាល់ពាក់ព័ន្ធទៅនឹងការផុសរូបភាពអាហារភាសនៅលើបណ្ដាញសង្គម Facebook ហ្នឹងដែរហើយឃើញមានបដន្ទាទោសដែរទៅដល់ជនល្មើសណាប៉ុន្តែខ្ញុំមើលផ្លូវច្បាប់ទៅការបដន្ទាទោសហ្នឹងមិនមែនបដន្ទាទោសដោយសារការផុសនោះទេចា៎អាចបដន្ទាទោសដោយសារការបំពានច្បាប់ស៊ីដោយសារប្រើប្រាស់ឬគាត់ថតរូបភាពហ្នឹងគាត់ផលិតរូបភាពដោយខ្លួនឯងរូបភាពអាហារភាសហ្នឹងអញ្ចឹងពេលដែលគេប្តឹងពេលដែលជនរងគ្រោះប្តឹងទៅតុលាការនឹងពិនិត្យមើលថាតើចូលនៅក្នុងច្បាប់អីអញ្ចឹងតុលាការអាចពិនិត្យមើលផ្លូវច្បាប់អាចផ្តន្ទាទោសប៉ុន្តែពាក់ព័ន្ធទៅនឹងបណ្ដាញសង្គម Facebook នេះគឺជារឿងថ្មីមួយសម្រាប់ស្រុកខ្មែរយើងចា៎អញ្ចឹងយើងច្បាប់យើងអត់ទាន់មានច្បាប់ស្ដីពីការគ្រប់គ្រងបណ្ដាញ Facebook ឬក៏អ៊ីនធឺណិតនឹងច្បាស់លាស់នៅឡើយទេអត់ទាន់មានទេអញ្ចឹងណាអញ្ចឹងបើយើងនិយាយថាបទល្មើសការផុសរូបភាពហ្នឹងអត់ខុសទេអញ្ចឹងពេលដែលមានការផុសរូបភាពហ្នឹងមួយយើងត្រូវគិតដល់ពីរចំណុចទីមួយថាតើប្រភពរូបភាពហ្នឹងបានមកពីអ្វីគិតដល់ប្រភពនៃរូបភាពហ្នឹងបើរូបភាពហ្នឹងបានមកដោយមធ្យោបាយស្របច្បាប់គាត់អត់ខុសទេឧទាហរណ៍ថាគាត់ថតរូបភាពមិត្តភ័ក្តិគាត់ឲ្យយកមកផុសអញ្ចឹងណាមិត្តភ័ក្តិគាត់អត់មានតវ៉ាអត់អីអត់ខុសទេប៉ុន្តែបើសិនជាគាត់ទៅលួចថតរូបភាពអ្នកណាមួយឧទាហរណ៍មនុស្សម្នាក់ទាំងប្រុសទាំងស្រីក៏ដោយកំពុងតែមុជទឹកពួកកន្លែងមុជទឹកគឺជាកន្លែងសម្ងាត់ឬក៏គាត់កំពុងតែគេងអញ្ចឹងណាគាត់គេងទៅថាគាត់សម្លៀកបំពាក់គាត់មិនសមរម្យអញ្ចឹងទៅធម្មតាចូលបន្ទប់គេងវាអាចសម្លៀកបំពាក់ខុសពីធម្មតាអញ្ចឹងគាត់លួចថតមកគាត់យកមកផុសលើបណ្ដាញ Facebook អាហ្នឹងក៏អាចមានកំហុសដែរព្រោះក្រមព្រហ្មទណ្ឌយើងមានចែងថតរូបភាពដែលគេមិនយល់ព្រមយកមកប្រើក្នុងបណ្ដាញ Facebook ចា៎លោកមេធាវីមានការព្រួយបារម្ភទេនៅពេលដែលឃើញថ្មីនេះកាន់តែច្រើនឡើងទោះបីជាមិនមានការប្តឹងច្រើនវាមានមួយចំនួនក៏ប៉ុន្តែក្នុងនាមលោកមេធាវីជាអ្នកច្បាប់នៅពេលដែលឃើញរូបភាពទាំងអស់នេះលោកមេធាវីថាវាជាការបង្កើតនៅវប្បធម៌មួយដែលវាធ្វើឲ្យវាខុសច្បាប់នៅក្នុងការផុសរូបភាពរបស់គេដោយមិនមានការអនុញ្ញាតនេះចា៎បាទអរគុណសភាចំពោះសំណួរនេះខ្ញុំគិតថាសំណួរនេះល្អហើយចំពោះខ្លួនខ្ញុំផ្ទាល់ខ្ញុំបានពួកខ្ញុំមើលបណ្ដាញ Facebook នឹងដែរហើយខ្ញុំឃើញមានការផុសរូបភាពមិនល្អជាច្រើនហើយជាគោលការណ៍ខ្ញុំតែងតែប្រាប់អ្នកដែលធ្វើការជាមួយខ្ញុំដែរជាមួយការខ្ញុំឬក៏អីហ្នឹងខ្ញុំថាបើយើងលេង Facebook យើងគួរតែផុសរូបភាពដែលល្អជាការអប់រំដល់សង្គមការយល់ឃើញតល់ខ្លួនការអភិវឌ្ឍយ៉ាងម៉េចអីយ៉ាងម៉េចយើងផុសទៅដើម្បីចែកចាយដល់សាធារណជនក៏បានគេឃើញកុំឲ្យយើងផុសរូបភាពអាហារភាសឬក៏រូបភាពជេរប្រមាថគ្នាដែលធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍អ្នកដទៃហើយយើង share ទៅហើយយើងអញ្ចឹងហើយបានខ្ញុំឃើញរូបភាពអាហារភាសជាច្រើនហើយខ្ញុំគិតថានេះមិនល្អទេប៉ះពាល់ទី1គឺអ្នកដែលប្រើ Facebook នេះមិនមែនត្រឹមតែចាស់ទេយុវវ័យទេកូនក្មេងអាយុ 4-5 ឆ្នាំក៏គាត់ចេះប្រើដែរ
ហើយយើងដឹងហើយថាតើក្មេងអាយុ 4-5 ឆ្នាំគាត់មិនយល់ដឹងអំពីការទទួលគាត់មិនមានការទទួលខុសត្រូវទេជួនណាគាត់អាចយករូបអីមកផុសទៅគាត់ដល់ពេលប្តឹងគាត់ក៏អត់មានទោសដែរព្រោះលក្ខណៈជាអនិច្ចជនអញ្ចឹងអត់មានទោសទេហើយអញ្ចឹងទៅក្មេងក៏អត់យល់ដែរអញ្ចឹងខ្ញុំគិតថាប្រជាពលរដ្ឋយើងត្រូវមានការអប់រំច្រើនការអប់រំការបង្រៀនច្រើនពីព្រោះបណ្ដាញសង្គមនេះកើតឡើងបើតាមខ្ញុំដឹងពីសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកគេប្រជាពលរដ្ឋគេការអប់រំហាក់វាខ្ពស់ជាងយើងឆ្ងាយអញ្ចឹងការប្រើប្រាស់បណ្ដាញហ្នឹងវាហាក់ដូចជាគេប្រើត្រឹមត្រូវច្រើនអញ្ចឹងយើងនៅលក្ខណៈមិនត្រឹមត្រូវទេបាទស្ដាប់ការលើកឡើងរបស់វាគ្មិនពីខាងដើមហាក់ដូចជាថាយើងឬក៏រដ្ឋាភិបាលឬក៏ក្រសួងគឺมันអាចកម្រិតសេរីភាពឬក៏អាចដាក់ដែនកំណត់មួយសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទេក៏ប៉ុន្តែយើងមានរឿងមួយចំនួនដែលយើងអាចដឹងបានតាមរយៈបណ្ដាញសង្គម Facebook រឿងតូចអាចក្លាយជារឿងធំហើយក៏ប៉ុន្តែរឿងមួយចំនួនដែលអយុត្តិធម៌នៅក្នុងសង្គមដោយសារតែ Facebook ហ្នឹងគឺបានធ្វើឲ្យមានការស្វែងរកយុត្តិធម៌ជូនទៅដល់ជនរងគ្រោះដែរយើងនឹងធ្វើត្រឡប់មកជួបគ្នាជាថ្មីម្ដងទៀតដែលយើងនឹងចោទសំណួរតាក់ទងទៅនឹងប្រព័ន្ធផ្នែកច្បាប់គ្នានេះសូមសម្រាប់ធ្វើបច្ចុប្បន្នភាពកម្មវិធីអប់រំហ្នឹងឲ្យវាស្របទៅនឹងការរីកចម្រើននៃវិទ្យាសាស្ត្រហើយនិងបច្ចេកវិទ្យាដូច្នេះខ្ញុំថាវាជាឱកាសមួយដែលសូមអប់រំអាចដាក់បញ្ចូលបញ្ហាហ្នឹងហើយនឹងពីនិយាយអំពីក្រមសីលធម៌នៃការប្រើប្រាស់មួយចំនួនសម្រាប់ឲ្យយុវវ័យហ្នឹងប្រើប្រាស់បានត្រឹមត្រូវសម្រាប់ថ្ងៃក្រោយបានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife នឹងជួយការពារអនាគតគ្រួសារអ្នកចាសសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីវេនអ្នកឬ Your Turn ដែលជាកិច្ចពិភាក្សាតុកមូលហើយសូមជម្រាបជូនលោកនាងជាថ្មីម្ដងទៀតថានៅក្នុងសប្តាហ៍នេះយើងលើកយកនៅប្រធានបទមួយដែលសួរថាតើគួរតែកម្រិតសេរីភាពអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook យ៉ាងដូចម្ដេចតាក់ទងទៅនឹងការបង្ហោះរូបអាហារភាពឬក៏រូបហិង្សាផ្សេងៗវាគ្មិនរបស់យើងគឺមានមួយរូបជាអ្នកវិភាគសង្គមនិងមួយរូបទៀតគឺជាមេធាវីនិងមួយរូបទៀតគឺជាតំណាងរបស់ក្រសួងព័ត៌មានចា៎នេះខ្ញុំចង់បន្តសំណួរតាក់ទងទៅនឹងយើងដឹងហើយថាវាគ្មិនទាំងអស់សុទ្ធតែយល់ស្របថាមានការលំបាកណាស់នៅក្នុងការកម្រិតសេរីភាពនៃអ្នកប្រើប្រាស់កុំឲ្យបង្ហោះប៉ុន្តែតើនឹងអាចមានយោបល់អ្វីខ្លះទេដែលថាអាចឈានទៅឲ្យមានការកាត់បន្ថយនៅការបង្ហោះរូបភាពបែបនេះសូមផ្ដើមដោយលោកយ៉ងកំអេងបន្ទាប់មកលោកបាទសូមអរគុណបាទយើងមានវិធីបាទស្អីក៏ដោយយើងមានវិធីដោះស្រាយបាទនៅពេលបច្ចុប្បន្ននេះយើងឃើញថានៅក្នុងដែលប្រព័ន្ធអប់រំយើងទីមួយយើងអាចបញ្ចូលកម្មវិធីនៅក្នុងប្រព័ន្ធអប់រំពីសិលធម៌នៅក្នុងការប្រើប្រាស់ Facebook អីជាដើមបាទអញ្ចឹងប្រព័ន្ធអប់រំដើរតួនាទីសំខាន់ដែលយើងត្រូវតែអាប់ដេតកម្មវិធីអប់រំហ្នឹងធ្វើបច្ចុប្បន្នភាពកម្មវិធីអប់រំហ្នឹងឲ្យវាស្របទៅនឹងការរីកចម្រើននៃវិទ្យាសាស្ត្រហើយនឹងបច្ចេកវិទ្យាដូច្នេះខ្ញុំថាវាជាឱកាសមួយដែលសូមអប់រំអាចដាក់បញ្ចូលបញ្ហាហ្នឹងហើយនឹងពីនិយាយអំពីក្រមសីលធម៌នៃការប្រើប្រាស់មួយចំនួនសម្រាប់ឲ្យយុវវ័យហ្នឹងប្រើប្រាស់បានត្រឹមត្រូវសម្រាប់ថ្ងៃក្រោយបានហ្នឹងរឿងទី1ហើយរឿងទី2ទៀតដែលខ្ញុំឃើញថាតើយើងធ្វើម៉េចទៀតបាទជាមួយនឹងដើម្បីដោះស្រាយបញ្ហាហ្នឹងអញ្ចឹងយើងអាចនឹងទៅជែកវិភាសាបានច្រើនបែបនេះតទៀតបាទទៅជែកឲ្យមានការយល់ដឹងហើយបណ្ដាប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍វិទ្យុអីអាចនឹងជួយផ្សព្វផ្សាយឲ្យបានច្រើនអំពីផលប៉ះពាល់អំពីរូបភាពអវិជ្ជមានទាំងអស់ហ្នឹងបាទកុំឲ្យវាមានកើតឡើងបាទហើយដូចខ្ញុំឯកភាពជាមួយអាដាមដែរថាបើសិនជារូបភាពណាដែលវាអាក្រក់ friend ណាដែលវាដែលគេប្រើរូបភាពដែលយើងមិនពេញចិត្តយើងប្លុកចោលហើយខ្ញុំជាទូទៅគឺរូបដែលខ្ញុំមានគោលការណ៍របស់ខ្ញុំក្នុងការទទួលយក fan មួយចំនួនទី1គឺបើសិនជាគាត់បង្ហោះរូបភាពមានផឹកស្រាជលកែវអីហ្នឹងគឺខ្ញុំប្លុកចោលភ្លាមរឿងទី2គឺពាក្យព័ន្ធនឹងរឿងថារូបភាពលើកណាក៏គាត់បង្ហោះរូបភាពហិង្សារូបភាពអាភិះគឺខ្ញុំអត់នេះដែរខ្ញុំប្លុកចោលហើយខ្ញុំអត់
confirm ទៅគាត់វិញដែរហើយនឹងរូបភាពរឿងទី3ទៀតកាលណាដាក់ឈ្មោះមិនមែនឈ្មោះខ្លួនឯងក៏ខ្ញុំមិនដែរអាសឹមដែរនិយាយការពិតខ្ញុំឲ្យតែគាត់សុំ add friend មិនក៏ខ្ញុំអត់ add ដែរបាទហ្នឹងគឺបញ្ហាសំខាន់នេះយើងអាចដោះស្រាយផ្ទាល់ខ្លួនយើងផងអាចរយន្តការសម្រាប់សង្គមផងបាទដើម្បីដោះស្រាយហើយមួយវិញទៀតខ្ញុំថាបើសិនបញ្ហានេះត្រូវបានជជែកនៅក្នុងសហគមន៍នៅក្នុងចំណោមប្រជាពលរដ្ឋឲ្យមានការយល់ដឹងច្រើនថែមទៀតក៏វាជួយដែរប៉ុន្តែយើងមិនអាចធ្វើបាន 100% ទេប៉ុន្តែកាត់បន្ថយបានច្រើនដែរបាទចាសូមជម្រាបប៉ុន្តែរឿងខ្ញុំចង់រំលឹកដែរថាថ្មីមុននឹងមិនប្រហែលអាទិត្យមុននេះយើងបានមានសារព័ត៌មានច្រើនដែលសួរខ្ញុំអំពីថាគេថារដ្ឋាភិបាលមានគម្រោងការនឹងរឹតបន្តឹងអ្នកប្រើប្រាស់អ៊ីនធឺណិតតាមជាពិសេសបណ្ដាញ Facebook ឡើងហ្នឹងក៏ប៉ុន្តែយើងមើលទៅថាមនុស្សយើងបើពុំមានបន្ទាត់មិនមានផ្លូវគេណែនាំឲ្យដើរទេពិបាកអញ្ចឹងតើតែមានច្បាប់ព្រោះតែនេះយើងអត់មានច្បាប់គ្រប់គ្រងអាហ្នឹងទេថាត្រូវហាមពីមិនទេព្រោះតែខ្ញុំសូមសំណពរថានៅពេលដែលយើងមានសេរីភាពយើងដឹងហើយថាមនុស្សទាំងអស់នៅលើโลกនេះវាមិនត្រូវគ្នាសំបីតែមនុស្ស2-3នាក់ហ្នឹងក៏និយាយមិនដែលត្រូវគ្នាគ្រប់ពេលដែរមានពេលខ្លះក៏ខ្វែងគំនិតគ្នាដែរក៏ប៉ុន្តែការប្រើប្រាស់ប្រព័ន្ធគេហៅបណ្ដាញសង្គមនេះបើយើងប្រើក្នុងផ្លូវល្អទាំងអស់គ្នាយើងយល់ថាយើងត្រូវការប្រព័ន្ធនេះជាចាំបាច់នៅក្នុងសង្គមរបស់ខ្មែរយើងជួយគេហៅអប់រំគ្នាទាំងពីឪពុកម្ដាយទៅដល់កូនពីគ្រូទៅដល់សិស្សពីប្រធានទៅដល់កូនចៅឡាក់ទៅទាំងអស់គ្នាថាបើយើងនាំគ្នាធ្វើអីដែលល្អដែលច្បាប់ដែលសង្គមអាចទទួលយកបានអារបស់ហ្នឹងយើងនៅប្រើបានរហូតគឺថាពេលខ្លះដែលយើងជួនកាលអាការប្រើហ្នឹងធ្វើឲ្យគេហៅថារដ្ឋាភិបាលអ្នកបង្កើតច្បាប់គាត់គិតពីទៅធ្វើច្បាប់ហើយគណៈគេធ្វើច្បាប់មកបានតាំងស្រែកគេបិទសេរីភាពអញ្ចឹងសំខាន់ឥឡូវនេះសំខាន់ថាយើងចង់ឲ្យមានការត្រួតពិនិត្យខ្លួនឯងអញ្ចឹងទៅឃើញបណ្ដាញផ្សព្វផ្សាយដែលគ្រប់គ្រងដោយច្បាប់គេមានច្បាប់សារព័ត៌មានអីការពារអញ្ចឹងមកណាការពារថាអូខេគេអត់ត្រួតពិនិត្យការផ្សាយមុនការផ្សាយអត់ត្រួតពិនិត្យទេតើអ្នកឯងផ្សាយមកគេមើលអីអញ្ចឹងមានកំហុសគេអាចយកទៅផ្ដន់ទីទោសតាមច្បាប់បានតែក្នុងប្រព័ន្ធសង្គមនេះយើងពិបាកនឹងធ្វើអីទាំងអស់ហើយចង់អាហ្នឹងយើងមិនចង់ដើរទៅតាមប្រទេសខ្លះដែលគេបិទបៀតខ្លាំងដែរពេលខ្លះមិនអោយប្រជាពលរដ្ឋប្រើផងប្រទេសដូចជាប្រទេសចិនចាតាមតែនៅក្នុងកម្ពុជាយើងដឹងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានតែបញ្ជាក់ឲ្យថាយើងមិនដែលរាំងខ្ទប់មិនដែលប្លុកនៅ website របស់នរណាម្នាក់ទេនៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែអ្នកប្រើប្រាស់ទាំងអស់ក៏គួរតែដឹងថាយើងត្រូវដើររបៀបម៉េចដើម្បីឲ្យសមស្របដើម្បីនៅក្នុងសង្គមគេអាចទទួលយកបានហើយចំពោះដែលអ្នកដែលគេហៅថាប្រើអ្វីដែលប្រឆាំងពីក្រមសីលធម៌ប្រឆាំងពីច្បាប់ទម្លាប់របស់សង្គមខ្ញុំគិតថាអ្នក Facebook ជួយប្រាប់ដំណឹងហ្នឹងផងអាទីថាខ្ញុំស្គាល់ account នេះឈ្មោះនេះឈ្មោះคล้ายៗប៉ុន្តែខ្ញុំស្គាល់មនុស្សនឹងច្បាស់ណាប្រាប់មកដើម្បីពេលខ្លះយើងចង់ដឹងយើងអាចសួរគាត់ដោយផ្ទាល់អីយ៉ាងថាមិនក៏ចេះតែកាត់តរូបចេះតែបង្ហាញរូបអាសភាបង្ហាញរូបដែលព្រៃផ្សៃបង្ហាញពីអំពើហិង្សាច្រើនម្ល៉េះអីចឹងបងអូនគួរតែបន្ថយព្រោះអីអាចមានទោសទណ្ឌព្រោះខ្ញុំស្គាល់អ្នកឯងកំពុងធ្វើឧទាហរណ៍ថាបើគាត់កំពុងតែចុចសមត្ថកិច្ចមកដល់គេអាចចាប់យើងបានចាឥឡូវនេះខ្ញុំចង់សួរទៅបងវាយសំណួរមួយទៀតទៅកាន់លោកមេធាវីដែរដោយដែលអាដាមអូកុំផ្សេងលើកឡើងអញ្ចឹងថាតើវាគួរតែមានបន្ទាត់មួយដើម្បីកម្រិតខ្លះដែរចំពោះសេរីភាពរបស់អ្នកប្រើប្រាស់ទាំងអស់នោះអញ្ចឹងថាតើក្រមអ្នកច្បាប់បានគិតគូរទៅដល់រឿងហ្នឹងហើយឬនៅទេហើយពីព្រោះយើងឃើញថាតួលេខចុងក្រោយនេះមានដល់ជាង1លានអ្នកហើយសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាបាទរហូតមកដល់ពេលនេះខ្ញុំខាងក្រមអ្នកច្បាប់ក៏មិនទាន់បានគិតគូរមិនទាន់បានធ្វើច្បាប់គិតគូរធ្វើច្បាប់អីដើម្បីគ្រប់គ្រងដេញសង្គម Facebook ដែរព្រោះហេតុដូច្នេះចាអានេះជាតាមពិតទៅយើងជាខាងខ្ញុំគឺជាមេធាវីយើងជាអ្នកប្រតិបត្តិអ្នកការពារក្តីតាមច្បាប់អីចឹងណាប៉ុន្តែជាវិធានការនឹងជាទៅមានការផ្ដួចផ្ដើមពីខាងរាជរដ្ឋាភិបាលវិញព្រោះខាងគណៈមេធាវីមិនមែនជាស្ថាប័នមួយដែលក្នុងការផ្ដួចផ្ដើមគំនិតធ្វើច្បាប់ទេចុះបើតាមយោបល់លោកមេធាវីវិញចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មួយចំនួនក៏មិនដឹងថាការបង្ហោះរបស់ខ្លួននឹងអាចនឹងមាន
ទោសទណ្ឌឬក៏យ៉ាងណាបើទោះបីជាមិនទាន់មានច្បាប់នៅក្នុងការគ្រប់គ្រងបណ្ដាញសង្គមឬក៏ទំនាក់ទំនងសង្គម Facebook ឬក៏ដោយក៏ប៉ុន្តែគាត់នឹងអាចបង្ហោះដោយអចេតនាតែទីបំផុតទៅគាត់នឹងអាចរងនៅបញ្ហានៅពេលក្រោយចា៎បាទបញ្ហានេះវាអាចកើតមានដែរពីព្រោះអ្នកប្រើប្រាស់អាចជាអ្នកខ្លះគេស្ទាត់ជំនាញខាងបច្ចេកវិទ្យាគេប្រើទៅអត់មានឆ្លោះឆ្លួយទេអ្នកខ្លះចុចចុះចុចឡើងបន្លំដូចជាយើងមានរូបភាពអាសភាសអីមួយនៅក្នុងហ្នឹងសម្រាប់តែចូលទៅជាសាធារណៈចា៎ហើយយើងប្រភពនៃការបានព័ត៌មានបានរូបភាពហ្នឹងមិនស្របច្បាប់ទៀតគឺអាចត្រូវបានគេផ្ដន់ទាទោសហើយប៉ុន្តែខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតមិនមែនផ្ដន់ទាទោសដោយសារការផុសហ្នឹងទេគឺការផុសហ្នឹងបានន័យថាការដែលយើងដាក់ផុសខ្មែរយើងថាផ្សាយយើងផ្សាយมันមានទោសហ្នឹងហើយมันមានទោសទេប៉ុន្តែខ្ញុំមើលនៅក្នុងច្បាប់ស្តីពីការប្រឆាំងបង្ក្រាបការជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទគឺគេមានចំណុចមួយគេនិយាយអំពីការដាក់តាំងនៅទីសាធារណៈនៅរូបភាពអាភាសហ្នឹងអាចត្រូវបានផ្ដន់ទាទោសដែរមិនកំណត់ថានៅលើប្រព័ន្ធបាទប៉ុន្តែវាពាក់ព័ន្ធដល់ការបកស្រាយរបស់ចៅក្រមរបស់តុលាការថាតើការផុសលើ Facebook ហ្នឹងអាចជាការដាក់តាំងនៅលើទីសាធារណៈអត់ពីព្រោះច្បាប់នេះក៏ខ្ញុំតាមមើលគេមិនទាន់គិតដល់អំពីការផុសនៅលើ Facebook ហ្នឹងដែរពីព្រោះច្បាប់នេះចេញយូរដែរហើយអញ្ចឹងការដែលយើងផុសនៅលើបណ្ដាញ Facebook ហ្នឹងបើចៅក្រមគាត់បកស្រាយទៅវាយល់ថាការដាក់នៅលើបណ្ដាញ Facebook ហ្នឹងជាទីសាធារណៈដែរអាហ្នឹងយើងមានទោសដែរចានៅតែនិយាយទៅនៅតែមានច្បាប់ដែលយើងអាចយកមកប្រើប្រាស់នៅក្នុងការផ្ដន់ទាទោសគ្រាន់តែថាមិនមែនជាច្បាប់ដែលគ្រប់គ្រងនៅលើបណ្ដាញ Facebook ទេបាទប៉ុន្តែខ្ញុំក៏មានការចាប់អារម្មណ៍មួយដែរថានៅក្នុងកលៈទេសៈនេះប្រហែលជាបើយើងគិតទៅដល់ច្បាប់ដើម្បីគ្រប់គ្រងប្រហែលជាវាមានបញ្ហាដែរបាទពីព្រោះថាបញ្ហាបណ្ដាញ Facebook នេះវាជាសេរីភាពមួយដែលជាពលរដ្ឋដែលជាមនុស្សទូទៅហ្នឹងបញ្ចេញមតិយោបល់ប៉ុន្តែយើងមើលពីរូបភាពវិជ្ជមានបាទរូបភាពវិជ្ជមាននិងផលប្រយោជន៍សម្រាប់សង្គមនោះមានច្រើនបាទប៉ុន្តែអវិជ្ជមានវាមានតិចដែរបាទហើយទាំងអស់នេះហើយដែលយើងថាបើសិនជាយើងបញ្ហាអវិជ្ជមាននេះយើងចាប់ផ្ដើមក្នុងគ្នានិយាយយើងចាប់ផ្ដើមក្នុងគ្នាពិភាក្សាក្នុងគ្នាកាត់បន្ថយហើយជាវាជួយច្រើនបាទជាជាងយើងធ្វើច្បាប់មកដល់រដ្ឋបတ်ទៅលើបញ្ហាហ្នឹងហើយវាប៉ះពាល់ទៅដល់សេរីភាពផ្សេងទៀតបាទព្រោះមិនអាចធ្វើតែទៅលើរឿងរូបភាពហិង្សានឹងដែលអាភាពហ្នឹងទេប្រហែលជាមានលើនឹងទៅទៀតធ្វើឲ្យវាប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិប៉ះពាល់ដល់សេរីភាពជាភាសាគឺសេរីភាពក្នុងការបញ្ចេញមតិហ្នឹងបាទខ្ញុំមានថែមតិចខ្ញុំឯកភាពទៅលោកយ៉ងកំឯងចាធម្មតាជាគោលការណ៍គឺច្បាប់និងសេរីភាពវាមានលក្ខណៈផ្ទុយគ្នាកាលណាយើងធ្វើច្បាប់កាន់តែច្រើនសេរីភាពរបស់យើងកាត់បន្ថយហើយអញ្ចឹងណាវាផ្ទុយគ្នាអញ្ចឹងទេនៅក្នុងការយើងធ្វើច្បាប់អីក៏ដោយជាគោលការណ៍អ្វីក៏ដោយគឺយើងគួរតែមានច្បាប់សូម្បីតែខ្ញុំជាមេធាវីក៏មានច្បាប់គ្រប់គ្រងដែរមេធាវីដូចគេហាមមិនឲ្យយើងផ្សាយពាណិជ្ជកម្មអីចឹងទេអញ្ចឹងណាហើយសារព័ត៌មានក៏យើងមានច្បាប់សារព័ត៌មានដែរណា NGO ក៏គេពងបង្កើតច្បាប់ NGO ដែរអញ្ចឹងគួរតែមានប៉ុន្តែច្បាប់ទាំងនោះមិនត្រូវកម្រិតដល់សេរីភាពដែលនៃការបញ្ចេញមតិសេរីភាពដែលសេចក្តីប្រកាសជាសកលសេរីភាពសិទ្ធិមនុស្សសិទ្ធិនយោបាយឬក៏រដ្ឋធម្មនុញ្ញរបស់យើងបានផ្ដល់ឲ្យកាលណាយើងកម្រិតខ្លាំងពេកវាប៉ះពាល់ដល់សង្គមទាំងមូលនឹងមានការរំជើបជួលដែរបាទអញ្ចឹងដល់យើងត្រូវគិតគូរមកចត់ថ្លឹងថ្លែងច្បាស់លាស់កុំឲ្យវាប៉ះពាល់ដល់សេរីភាពផ្សេងទៀតបាទសូមអរគុណចាឥឡូវនេះយើងគួរតែស្លេះត្រឹមនេះសិនដល់យើងនឹងមានសំណួរពីសាធារណជនដែលផ្ញើមកបណ្ដាញសង្គម Facebook របស់វេអ្នកឬយោធើរបស់យើងចាសូមពេលសម្រាប់មួយទៀតពាក់ព័ន្ធទៅនឹងប្រភពដែលយើងទទួលបានមកអញ្ចឹងគេអាចផ្ដន់ទោសទៅលើប្រភពដែលយើងទទួលបានហ្នឹងបាទដូចជាការបានរូបភាពមកដោយគ្មានការអនុញ្ញាតពីគ្មានការយល់ព្រមពីម្ចាស់រូប
ហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife នឹងជួយការពារអនាគតគ្រួសារអ្នកចាសសូមស្វាគមន៍ទស្សនិកជនសាជាថ្មីមកកាន់វគ្គទី3នៃកម្មវិធី Top Move Your Turn របស់អ្នកនាងខ្ញុំសូមជម្រាបជូនទស្សនិកជនសាជាថ្មីប្រធានបទនៅសប្តាហ៍នេះគឺយើងសួរថាតើគួរកម្រិតសេរីភាពរបស់អ្នកប្រើប្រាស់បណ្ដាញ Facebook នៅក្នុងការបង្ហោះរូបភាពអាភាសឬហិង្សាដែរឬទេឥឡូវនេះយើងចូលដល់វគ្គដែលយើងលើកយកសំណួររបស់ប្រិមិត្តដែលផ្ញើតាមបណ្ដាញសង្គម Facebook របស់ទំព័រ Facebook Your Turn CNC CTN គឺយើងមានសំណួរពីប្អូនស្រីម្នាក់ឈ្មោះហៅថាលួនសូគឺជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចសួរថាតើគួរដាក់ទណ្ឌកម្មបែបណាចំពោះបុគ្គលដែលប្រព្រឹត្តអំពើអមនុស្សធម៌បែបនេះដូចជាការអប់រំពិន័យជាប្រាក់ឬក៏ជាប់ពន្ធនាគារលោកមេធាវីអាចជួយពន្យល់បកស្រាយបន្តិចបានទេចំពោះចម្លើយនេះសំណួរហ្នឹងចង់និយាយពីការផុសរូបភាពចាអាភាសនឹងហិង្សាចានឹងអំពើហិង្សារបស់អ្នកដទៃអញ្ចឹងដល់យើងត្រូវចែកជា2នៅក្នុងអរគុណសម្រាប់សំណួររបស់ឈ្មោះអីមិញលួនសូបងអូនស្រីបងអូនប្រុសលួនសូចាជានិស្សិតសាលាច្បាប់មែនទេចាអូខេនៅក្នុងករណីនេះគឺយើងចែកចេញជា2មានករណីពាក់ព័ន្ធនឹងអំពើហិង្សារូបភាពអំពើហិង្សាមែនទេហើយនឹងការផុសរូបអាភាសរូបអាភាសហ្នឹងដូចខ្ញុំបានបកស្រាយពីខាងដើមអញ្ចឹងគឺពាក់ព័ន្ធទៅនឹងប្រភពដែលយើងទទួលបានមកអញ្ចឹងគេអាចផ្ដន់ទោសទៅលើប្រភពដែលយើងទទួលបានហ្នឹងបាទដូចជាការបានរូបភាពមកដោយគ្មានការអនុញ្ញាតពីគ្មានការយល់ព្រមពីម្ចាស់រូបឧទាហរណ៍ថាដូចជាកល្យានអញ្ចឹងខ្ញុំលួចថតរូបកល្យានយកមកផុសនៅលើបណ្ដាញ Facebook ហើយកល្យានអត់មានការយល់ព្រមទេហើយរូបភាពហ្នឹងដូចរូបភាពដែលមិនល្អអញ្ចឹងណាឧទាហរណ៍សំទោសណាចាអញ្ចឹងទៅកល្យានអាចប្តឹងខ្ញុំបានហើយច្បាប់គេមានផ្ដន់ទោសក្នុងក្រមបាទឈានដល់ដាក់ពន្ធនាគារមានដល់ដាក់ពន្ធនាគារដែរបាទដូចជាដល់1ឆ្នាំអីដែរបាទហ្នឹងហើយមានផ្ដន់ទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារបាទបាទអាដាមអ៊ុកកំសែងមានយោបល់អីទេថាតើគួរដាក់ទណ្ឌកម្មទេរបៀបណាតើតងទៅនឹងការតាមពិតដោយលោកមេធាវីបានមានភាសាអំពីការដាក់ទោសទណ្ឌហ្នឹងច្បាប់គេមានការពីហើយនឹងដាក់ទោសទណ្ឌបែបណាហើយប៉ុន្តែខ្ញុំនៅតែយល់ថាអ្នកដែលបង្ហោះអ្នកដែលប្រើហ្នឹងដូចជាយើងបាននិយាយហើយថាយើងគួរតែអប់រំបន្តគ្នាថាឲ្យមានការប្រុងប្រយ័ត្នថាឲ្យជាពិសេសអ្នកគេហៅសារព័ត៌មានមហាជនហ្នឹង citizen journalist ហ្នឹងដែលគាត់មិនយល់អំពីគេហៅស្អីទៅដែលច្បាប់ហាមគាត់ដឹងពីច្បាប់យ៉ាងម៉េចហ្នឹងគឺមានទៅមានការអប់រំតាមរយៈកម្មវិធីវេទិកាអញ្ចឹងឬក៏ពុកម្ដាយឬក៏គ្រូបង្រៀនអីខ្លះហ្នឹងនេះសម្រាប់ទស្សនៈរបស់ខ្ញុំមិនចង់ឲ្យរឿងទាំងអស់នេះคล้ายទៅជាធ្វើឲ្យប្រទេសមួយនេះឬរដ្ឋមួយនេះបង្កើតច្បាប់មកគ្រប់គ្រងឲ្យមានទាំងហ្នឹងវាអាចប៉ះពាល់ដល់សេរីភាពនៃការទិញតែដូចតែលោកយ៉ាងមិនបានលើកឡើងដើមអញ្ចឹងប៉ុន្តែការដែលរៀនត្រួតពិនិត្យខ្លួនឯងគឺជាការសំខាន់បាទលោកមេធាវីដូចជាមានអ្វីចង់បន្ថែមចាមិញច្បាប់ខ្ញុំចង់អានច្បាប់មួយចំណុចដើម្បីឲ្យសាធារណជនបានដឹងអំពីការដែលយើងលួចថតរូបភាពរបស់គេនៅក្នុងក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាក្នុងមាត្រា302គេថាបទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលអំពើថតរូបនៃបុគ្គលនៅក្នុងកន្លែងឯកជនដោយគ្មានការព្រមព្រៀងពីបុគ្គលនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅដល់1ឆ្នាំនិងពិន័យជាប្រាក់ពី1សែនរៀលទៅដល់2លានរៀលលើកលែងតែករណីដែលច្បាប់អនុញ្ញាតមួយទៀតគឺត្រូវសន្មតថាការព្រមព្រៀងប្រសិនបើបុគ្គលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថតហើយបុគ្គលនោះមិនបានជំទាស់ទេនោះចាបាទតោះហ្នឹងខ្ញុំសូមអំពាវនាវមួយដែរថាមុនហ្នឹងមួយ2ថ្ងៃមុនហ្នឹងខ្ញុំមានអ្នកប្រើ Facebook ម្នាក់គាត់បង្ហោះរូបច្រៀងលេងនៅខារ៉ាអូខេរូបហ្នឹងដែលមិនគួរបង្ហោះទេព្រោះអីសូម្បីបើសិនជាប្រពន្ធរបស់ម្នាក់ហ្នឹងឃើញនៅលើរូបថតអញ្ចឹងក៏មានរឿងឆ្លោះបែកបាក់គ្រួសារដែរហ្នឹងហើយសម្រាប់លោកមេធាវីមានផ្សាមិញអញ្ចឹងថាពី1ខែទៅប្រហែល1ឆ្នាំជាងហ្នឹងគាត់មានទោសអញ្ចឹងគាត់គួរតែឈប់ធ្វើអាហ្នឹងហើយលុបរូបនឹងចោលហើយខ្ញុំស្គាល់អ្នកបង្ហោះច្បាស់ណាស់ចាដូចរូបភាពលើអាដាមអ៊ុកកំសែងលើកហ្នឹងគឺបុរស2នាក់ជាមួយនឹងស្ត្រីខារ៉ាអូខេហ្នឹងហ្នឹងកន្លែងហ្នឹងដែលខ្ញុំគិតថាមិនត្រូវធ្វើអញ្ចឹងទេ
ឃើញថាមានការចែករំលែកគ្នាច្រើនណាស់ហើយមើលទៅយើងឃើញយើងគិតថាជារឿងតូចក៏ប៉ុន្តែដោយអាយដាមកំសែងនិយាយយើងអាចមានការទីពលទៅលើគ្រួសារក៏ដូចជាមុខមាត់របស់ស្ត្រីម្នាក់នោះដែរចង់លើពីលោកយកកំឯងវិញរឿងហ្នឹងខ្ញុំថាបើសិនជាការថតរូបបង្ហោះហ្នឹងបើសិនជាមនុស្សនោះគាត់ជាបុគ្គលសាធារណៈហើយជាគ្មានបញ្ហាទេព្រោះបុគ្គលសាធារណៈគឺសំខាន់ណាស់ដែលអ្នកទាំងអស់គ្នានឹងគឺជឿជាក់សម្រាប់ការដឹកនាំសម្រាប់ការគ្រប់គ្រងក៏ប៉ុន្តែបើសិនថាគាត់ទៅធ្វើរឿងអីមួយដែលមិនគប្បីគេចង់ឲ្យអ្នកដទៃដឹងឮណាព្រោះថាគាត់យ៉ាងម៉េចគាត់ជាមនុស្សយ៉ាងម៉េចគាត់អាចធ្វើជាអ្នកតំណាងរបស់គេបានដែរអត់អាហ្នឹងគឺជាកត្តាសំខាន់ក៏ប៉ុន្តែបើជនសាមញ្ញធម្មតាយកហើយយើងថតរូបគេហើយទៅធ្វើអញ្ចឹងខ្ញុំថាវាជារឿងមួយដែលគួរឲ្យដែលមិនគួរឲ្យកើតមានចំពោះបុគ្គលសាធារណៈហើយជាសេរីភាពរបស់គាត់ហ្នឹងតិចជាងមនុស្សធម្មតាជាបរិបទធម្មតាបាទព្រោះថាជាបរិបទធម្មតាពេលណាគាត់ទៅផឹកស៊ីអីលេឡូអីហ្នឹងគឺអត់សូវមានណាចាប់អារម្មណ៍ទេបាទប៉ុន្តែបើបុគ្គលសាធារណៈចាគាត់ជាអ្នកធំអីឧទាហរណ៍បើគាត់ទៅធ្វើអញ្ចឹងគេចាប់អារម្មណ៍បាទអញ្ចឹងវាខុសគ្នាចាសេរីភាពហ្នឹងប្រហែលជាអាចមានការវាទៅតាមដែរនេះដែរបាទតាមឋានៈឬក៏ទូនីតិរបស់មនុស្សសំណួរពីប្រិយមិត្តយកធើនវេអ្នករបស់យើងក៏បានសួរភ្ជាប់នឹងការលើកឡើងរបស់លោកយ៉ងកំឯងដែរជួនកាលរឿងអយុត្តិធម៌ខ្លះបានធ្វើឲ្យដោយសារតែការបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Facebook ហ្នឹងបានធ្វើឲ្យមានការស្វែងរកយុត្តិធម៌ទៅដល់ជនរងគ្រោះដូចជាករណីនៅឯខេត្តស្វាយរៀងកាលពីលើកមុនទៅលើក្មេងប្រុសម្នាក់ដែលគ្រាន់តែលួចផ្លែដូងហើយត្រូវបានទទួលទណ្ឌកម្មអីហ្នឹងគឺក្រោយមកមានការស្វែងរកយុត្តិធម៌និងដាក់ខាត់ខ្លួនអ្នកដែលប្រព្រឹត្តហើយក្មេងដែលស្ថិតនៅក្នុងក្រុមគ្រួសារក្រលំបាកក៏អាចមានការឧបត្ថម្ភលើសពីជីវភាពរបស់ខ្លួនទៅទៀតហើយរឿងមួយចំនួនទៀតក៏មានដែរនៅក្នុងថ្មីនេះតើលោកយល់យ៉ាងម៉េចដែរចា៎បាទចំពោះបញ្ហានេះ Facebook ជួយបានច្រើនណាស់ជួយដល់ប្រជាពលរដ្ឋទូទៅបាទហេតុអីព្រោះថាគាត់អាចមើលពេលណាក៏បានដែរបាទមើលនៅពេលណាអត់បើសិនវិទ្យុគាត់បានស្ដាប់ទៅស្ដាប់ថ្ងៃក្រោយអត់បានបាទផិន Facebook ហ្នឹងគាត់អាចទៅមើលបានបាទដូច្នេះហើយវាជួយរកយុត្តិធម៌ឲ្យច្រើនដែរបាទឃើញអំពើអយុត្តិធម៌មួយចំនួនហ្នឹងគាត់ថាដាក់ប្រើទៅគឺគេមានការផ្ដាល់យោបល់មានអីច្រើនហើយមានការថ្កោលទោសមានការទាមទារឲ្យផ្ដន្ទាទោសអីជាដើមបាទពោះប្រភពព័ត៌មានបង្ហាញច្បាស់ហើយបាទហើយម្យ៉ាងវិញទៀតគឺវាជួយដល់ការងារតស៊ូមតិរបស់ប្រជាពលរដ្ឋដែរបាទនៅពេលដែលឃើញរឿងអយុត្តិធម៌កើតមានប្រជាពលរដ្ឋថតមកយកមកផ្សាយទៅហើយធ្វើឲ្យមានការផ្ដាល់យោបល់ជុំវិញបញ្ហាហ្នឹង like share អីហោហែទៅធ្វើឲ្យថាប្រជាជនសឹងមកប្រទេសគេមានការចាប់អារម្មណ៍បញ្ហាហ្នឹងអញ្ចឹងវាជាកត្តាជំរុញមួយឲ្យរដ្ឋាភិបាលចាប់ផ្ដើមគិតពីវិធានការដោះស្រាយចំពោះបញ្ហាហ្នឹងបាទដើម្បីរកយុត្តិធម៌បាទនេះឃើញបញ្ហាហ្នឹងវាអាចកើតមានដែរបាទថែមដែរថាករណីដូចជាការធ្វើទរណកម្មលើក្មេងនិយាយរួមបណ្ដាញព័ត៌មានសង្គមនេះវាមានមុខពីរនឹងឯងមុខពីរចា៎អញ្ចឹងត្រូវដឹងថានៅពេលដែលរូបយើងបង្ហោះទៅយើងផ្សាយទៅតើរូបនឹងធ្វើឲ្យអ្នកណាឈឺចាប់ទេធ្វើឲ្យបុគ្គលដែលមាននៅក្នុងរូបនឹងណាបាត់បង់កិត្តិយសឬក៏ឈឺចាប់បែបណាទេបើសិនជាយើងបង្ហោះទៅវាជួយដល់សង្គមដូចជារឿងអំបញ្ញមិញវាជារឿងល្អចា៎តែរឿងខ្លះរឿងជារឿងឯកជនរបស់ខ្ញុំហើយខ្ញុំនៅឯណានៅសោះអ្នកឯងថតអត់ប្រាប់ខ្ញុំអីទៅហៅថាខ្ញុំថតមិនឈឺចាប់ហ្មងឧទាហរណ៍ខ្ញុំដូចបាញ់មិញខ្ញុំនិយាយលេងអីទៅហៅអញ្ចឹងស្រាប់ថតទៅធ្វើជា comment អីបែបណាគេមិនដឹងទេប្រពន្ធខ្ញុំឃើញខ្ញុំមួយរឿងអាចបែកបាក់គ្រួសារដោយសារតែឯងលេងអញ្ចឹងប្រយ័ត្នណារឿងបង្ហោះរូបដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគេបំផ្លាញសេចក្តីសុខនៅក្នុងគ្រួសារគេចានិយាយទៅនិយាយរួមវាគ្មិនសុទ្ធតែយល់សពទាំងអស់គ្នាថាវិធានការដែលល្អជាងគេមានតែការអប់រំបាទចាឥឡូវនេះយើងអស់ពេលហើយយើងគួរតែបញ្ចប់នៅកិច្ចពិភាក្សារបស់យើងតែត្រឹមប៉ុណ្ណេះហើយក៏អរគុណដល់វាគ្មិនទាំងអស់ដែលបានចូលរួមឆ្លើយតបនឹងសំណួររបស់យើងផងរួមទាំងសំណួររបស់ប្រិយមិត្តផងបាទចាទស្សនិកជនកម្មវិធីYour Turn ឬវេអ្នកបានមកដល់ទីបញ្ចប់ហើយអរគុណទស្សនិកជនដែលទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមជម្រាបជូនថាកម្មវិធី Your Turn ឬវេអ្នកតែងតែចាក់ផ្សាយជារៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង 5:15 នាទីល្ងាចប្រសិនបើលោករអ្នកខកខាន
នៅក្នុងការទស្សនានៅកម្មវិធី Your Turn របស់យើងសូមចូលទៅកាន់គេហទំព័រ www.tmaitmai.com ឬក៏ចូលទៅកាន់ YouTube ដែលវាយពាក្យថា Your Turn CTN លោកអ្នកនាងនឹងអាចទស្សនាបាននៅកម្មវិធីទាំងមូលរបស់យើងជាថ្មីម្ដងទៀតហើយក៏សូមថ្លែងអរគុណដល់ក្រុមហ៊ុន Manulife ដែលឧបត្ថម្ភនៅកម្មវិធីនេះចាសូមអរគុណសូមជម្រាបលាបាទសូមជម្រាបលាទស្សនិកជនសេរីភាពក្នុងការបញ្ចេញមតិសេរីភាពសារព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីអំពីរបបសារព័ត៌មានចំពោះសេរីភាពក្នុងការប្រើ Facebook យើងនឹងពិចារណានៅពេលណាខ្ញុំគិតថាគួរតែមានការកម្រិតសេរីភាពនៅក្នុងការផុសរូបភាពអាហារភាសនៅលើបណ្ដាញ Facebook ប៉ុន្តែចំពោះរូបភាពនៃការផុសរូបភាពអំពើហិង្សាគួរតែមានវិធានការអប់រំជាងវិធានការច្បាប់បាទសូមអរគុណខ្ញុំថាច្បាប់ថ្មីណាមួយមិនគួរឲ្យកើតមាននៅក្នុងកលៈទេសៈនេះទេយើងអាចប្រើប្រាស់ច្បាប់ដែលមានស្រាប់នៅក្នុងការដាក់ទោសទណ្ឌមួយចំនួនឬក៏ការផាកពិន័យនឹងបានហើយបាទ